តាសៀមបានលួចយកព្រះគោព្រះកែវខ្មែរទៅតាំងពីពេលណាតាមឡើយសៀមគឺជាជនជាតិមួយមានអរិយធម៌ច្បាស់លាស់នោះទេតាមការដែលដឹងពីឯកសារមួយចំនួនសៀមគឺជាជនជាតិមួយដែលធ្លាប់គ្រប់គ្រងដោយអាជ្ញាធរចិននៅក្នុងខេត្តហ៊ូណានហើយនៅក្នុងម្ដុំសតវត្សទី10មុនគ្រិស្តសករាជជនជាតិទាំងអស់នេះបានធ្វើដំណើរចុះមកភូមិភាគខាងត្បូងបានវាយកាន់កាប់ទឹកដីរបស់ខ្មែរបន្តិចម្ដងនៅក្នុងខណៈពេលដែលខ្មែរកំពុងចុះខ្សោយដោយសារតែការប្រែប្រួលអាកាសធាតុនៅក្នុងផ្ទៃនគរនិងចំនួនផ្ទៃក្នុងហើយនឹងការឈ្លានពានពួកបរទេសដែលនៅជិតខាងបន្តិចម្ដងជនជាតិសៀមគឺកាន់តែខ្លាំងដៃឡើងហើយបានស្រូបយកអរិយធម៌របស់ខ្មែរដល់ផូរផង់និងរឹងមាំក៏ប៉ុន្តែបានឡើងទៅដល់ចំណុចកំពូលទៅហើយជាធម្មតានៅពេលដែលអរិយធម៌មួយឡើងដល់ចំណុចកំពូលអរិយធម៌នោះនឹងចាប់ផ្ដើមធ្លាក់មកវិញហើយនឹងត្រូវស្រូបយកដោយបរទេសប្រទេសដែលនៅក្បែរខាងនៅខណៈពេលនោះសៀមបានឆ្លៀតឱកាសគៀងគរប្រជាជនខ្មែរក៏ដូចជាប្លន់យកទ្រព្យសម្បត្តិរបស់ខ្មែរយ៉ាងច្រើនដែលមាននៅក្នុងផ្ទៃនគរតាមទស្សនៈមួយចំនួនគេបានលើកឡើងថាសៀមបានប្លន់យករតនវត្ថុរបស់ខ្មែរច្រើនជាងបារាំងនាំយកពីខ្មែរកាលពីសម័យអាណានិគមនិយមបារាំងទៅទៀតទាំងបារាំងទាំងសៀមសុទ្ធតែជាចៅប្លន់អរិយធម៌និងទ្រព្យសម្បត្តិរបស់ខ្មែរខុសត្រង់ថាបារាំងនាំយកតែទ្រព្យសម្បត្តិដែលជារូបីក៏ប៉ុន្តែសៀមយកទាំងទ្រព្យសម្បត្តិរូបីនិងអរូបីទ្រព្យសម្បត្តិអរូបីដែលសៀមបានលួចយកទៅនោះគឺអរិយធម៌របស់ខ្មែរតែម្ដងមិនថាជាប្រពៃណីទំនៀមទម្លាប់អក្សរសាស្ត្រឬក៏សិល្បៈនោះឡើយនៅក្នុងចំណោមទ្រព្យសម្បត្តិដែលសៀមលួចយកទៅនោះមានវត្ថុមានតម្លៃចំនួន2នោះគឺព្រះគោនិងព្រះកែវដែលមានឈ្មោះដើមថាព្រះគោនិន្ទិនិងព្រះកែវមរកតតែជារូបបដិមារបស់ព្រះពុទ្ធសមណគោតមដែលស្ថិតនៅក្នុងផ្នត់គំនិតរបស់ខ្មែររហូតមកដល់នឹងពេលបច្ចុប្បន្នតើព្រះគោនិងព្រះកែវត្រូវសៀមលួចយកទៅតាំងពីពេលណាយោងតាមសៀវភៅប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជារបស់លោក Adebayo Clear ដែលជាអតីតរេស៊ីដង់បារាំងប្រចាំប្រទេសកម្ពុជាអំឡុងឆ្នាំ1914បានឲ្យដឹងថាយោងតាមឯកសារពងសាវតាខ្មែរបានរៀបរាប់ថាសៀមក្រោយបានវាយបំបែកក្រុងអង្គរនៅក្នុងឆ្នាំ1394ស្ដេចសៀមក៏បានលើកព្រះរាជបុត្រដែលមានព្រះនាមថាពញាក្រែកឲ្យឡើងសោយរាជសម្បត្តិនៅក្រោមព្រះនាមថាព្រះឥន្ទ្រារាជាក្រោយពីទទួលបានរាជាភិសេកឡើងគ្រងរាជនៅក្នុងរាជធានីអង្គរហើយស្ដេចសៀមក៏បានយាងកាត់មហាប្រាសាទទ្រង់នឹកឆ្ងល់ក៏បានសួរថាហេតុអ្វីក៏រាជដំណាក់មួយនេះមានបន្ទប់ច្រើនម្ល៉េះនៅពេលនោះមន្ត្រីខ្មែរម្នាក់បានទូលថ្វាយថាបន្ទប់ទាំងនេះធ្វើសម្រាប់ទទួលរាជបុត្ររបស់ស្ដេចសមនរាជទាំងឡាយណាដែលត្រូវបញ្ជូនសួយសារករមកឲ្យនគរខ្មែរបន្ទាប់មកស្ដេចសៀមដែលសោយរាជនៅលើទឹកដីខ្មែរនារាជធានីអង្គរនោះប្រទះឃើញព្រះគោព្រះអង្គបានសួរថាតើនេះគឺជាអ្វីមន្ត្រីខ្មែរចំណាស់ម្នាក់ដែលចេះចាំនៅអនុស្សាវរីយ៍ដូចជាប្រវត្តិសាស្ត្រពាក់ព័ន្ធជាមួយនឹងព្រះគោក៏បានទូលថ្វាយថានេះគឺជាបដិមាដែលបានសាងឡើងតាំងពីយូរយារណាស់មកហើយនៅក្នុងសម័យកាលដែលកម្ពុជាគឺជាមហានគរនៅក្នុងរូបសំណាកព្រះគោនេះមានតម្កល់ទុកនៅក្បួនខ្នាតដូចជាគម្ពីរផ្សេងដ៏មានតម្លៃរបស់នគរខ្មែរគេបានគោរពបូជាព្រះគោហើយចាត់ទុកថាគោគឺជាប្រផ្នូលនៃអាណាចក្រកម្ពុជានៅពេលនោះស្ដេចសៀមពេញចិត្តនឹងចម្លើយមន្ត្រីចំណាស់នោះជាខ្លាំងហើយទ្រង់ក៏បានត្រឡប់ទៅស្រុកសៀមវិញដោយនាំយករូបសំណាកព្រះគោហើយនិងរូបសំណាកព្រះកែវទៅជាមួយយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកដឹងប្រវត្តិសាស្ត្រជាជនជាតិខ្មែរបានលើកឡើងថាព្រះគោគឺតំណាងឲ្យក្បួនខ្នាតតម្រាសាស្ត្រគម្ពីររីឯព្រះកែវតំណាងឲ្យអ្នកប្រាជ្ញខ្មែរតាមពិតព្រះគោដែលបានសាងសង់ឡើងដើម្បីតម្កល់ទុកនៅក្បួនខ្នាតសាស្ត្រាស្លឹករឹតក៏ដូចជាគម្ពីរផ្សេងប្រចាំព្រះនគរនៅពេលដែលសៀមលុកលុយចូលរាជធានីអង្គរចំនួន2លើកទឹកបានសម្រេចបានលួចយកនៅព្រះគោនិងព្រះកែវពោលគឺយកទៅទាំងក្បួនខ្នាតក៏ដូចជាគម្ពីរប្រចាំព្រះនគរនិងនាំអ្នកប្រាជ្ញខ្មែរទៅកាន់ទឹកដីរបស់ពួកគេលុះចូលដល់សម័យកាលលង្វែកសម័យកាលដែលខ្មែររីកលូតលាស់ឡើងវិញខ្មែរក៏បានសាងសង់នៅរូបសំណាក
ព្រះគោចំនួន12ដាក់នៅក្នុងបន្ទាយលង្វែកផងដែរហើយនៅក្នុងរូបសំណាកព្រះគោសុទ្ធតែមានតម្កល់នៅក្បួនខ្នាតក៏ដូចជាគម្ពីរផ្សេងៗប្រចាំព្រះនគរហើយក្រោយពេលដែលសៀមវាយបំបែកបន្ទាយលង្វែកសៀមក៏បាននាំយកក្បួនខ្នាតទាំងអស់នោះទៅទឹកដីរបស់គេសាជាថ្មីរួមទាំងអ្នកប្រាជ្ញរបស់ខ្មែរផងដែរនៅពេលដែលសៀមវាយបែកអង្គរជាលើកទី1ហើយនិងលើកទី2សៀមបានទាញយកអ្នកប្រាជ្ញខ្មែរក៏ដូចជាគម្ពីរក្បួនខ្នាតរបស់ខ្មែរយ៉ាងច្រើនក៏ប៉ុន្តែអ្នកប្រាជ្ញហើយនិងគម្ពីរក្បួនខ្នាតនៅតែបន្សល់ទុករហូតដល់សម័យលង្វែកក៏ប៉ុន្តែក្រោយពេលសម័យលង្វែកបែកបាក់ទៅនោះក្បួនខ្នាតក៏ដូចជាអ្នកប្រាជ្ញនៅក្នុងប្រទេសខ្មែរទៅតែរលាយបាត់បងអស់រលីងសៀមបានវាយបំបែកខ្មែរទាំងរចនាសម្ព័ន្ធរូបីនិងរចនាសម្ព័ន្ធអរូបីដូច្នេះហើយចាប់តាំងពីការបែកបាក់បន្ទាយលង្វែកខ្មែរជួបប្រទះពីទុក្ខវេទនាពិបាកងើបមុខជាទីបំផុតនៃការដែលបំបែកក្រុងលង្វែកហើយខ្មែរបានសរសេររឿងព្រេងមួយពាក់ព័ន្ធជាមួយនឹងព្រះគោនិងព្រះកែវដើម្បីពន្យល់ក៏ដូចជាបង្កប់នៅអត្ថន័យពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្រដ៏ជូរចត់ដែលសៀមបានធ្វើមកលើខ្មែរហើយនេះត្រូវបានសរសេរឡើងដើម្បីពន្យល់ប្រជាជនខ្មែរពាក់ព័ន្ធជាមួយនឹងផលវិបាកនៃការបាត់បង់ព្រះគោនិងព្រះកែវគឺការបាត់បង់នៅគម្ពីរក្បួនខ្នាតព្រះនគរហើយអ្នកប្រាជ្ញខ្មែរក៏ដូចជាការបែកបាក់បន្ទាយលង្វែកអ្នកប្រាជ្ញរបស់ថៃមួយចំនួនព្យាយាមផ្សព្វផ្សាយអំពីបុណ្យបារមីរបស់ព្រះគោនិងព្រះកែវដែលបានលើកឡើងទៅជាតួអង្គអាទិទេពហើយតែរឿងនេះធ្វើឲ្យប្រជាជនខ្មែរភ្លេចគិតថាតាមពិតទៅព្រះគោនិងព្រះកែវគឺជាក្បួនខ្នាតនៃព្រះនគរហើយនឹងជាអ្នកប្រាជ្ញខ្មែរទេមិនមែនគ្រាន់តែជាតួអង្គរបស់ព្រះអាទិទេពឡើយការផ្សព្វផ្សាយរបស់អ្នកប្រាជ្ញថៃបែបនេះមិនមែនជារឿងធម្មតានោះទេតាមការពិតទៅគេចង់ឲ្យប្រជាជនរបស់ខ្មែរបំភ្លេចថាក្បួនខ្នាតដែលថៃយកទៅប្រើនោះគឺជាអ្វីគ្រប់យ៉ាងដែលគេបានកសាងសង្គមពួកគេឲ្យមានការរីកចម្រើនលូតលាស់ហើយសង្គមរបស់ពួកគេមានការរីកចម្រើនលូតលាស់នេះហើយគឺកើតចេញពីអរិយធម៌របស់ខ្មែរសុទ្ធសាធយោងតាមឯកសារប្រវត្តិសាស្ត្រមួយចំនួនតួយ៉ាងដូចជាឯកសារប្រវត្តិសាស្ត្រដែលមានចំណងជើងថាបាត់ដំបងសម័យលោកម្ចាស់បានលើកឡើងថាទើបតែនៅក្នុងសម័យកាលដែលពួកអាណានិគមអឺរ៉ុបធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍តែប៉ុណ្ណោះដែលស្ដេចសៀមអ្នកប្រាជ្ញរបស់សៀមបានព្យាយាមកែប្រែធ្វើយ៉ាងណាកុំឲ្យមុខមាត់វប្បធម៌ដូចជាអរិយធម៌របស់សៀមមានលក្ខណៈដូចគ្នាខ្លាំងពេកជាមួយនឹងខ្មែរឧទាហរណ៍ព្រះមហាក្សត្រហើយនិងអ្នកប្រាជ្ញរបស់សៀមបានព្យាយាមកែប្រែអក្សរនិងភាសាធ្វើយ៉ាងណាកុំឲ្យដូចទៅនឹងអក្សរហើយនិងភាសារបស់ខ្មែរពេកនៅមុនពេលដែលពួកអឺរ៉ុបឈានជើងមកកាន់តំបន់អាស៊ីអាគ្នេយ៍នេះហើយដាក់អាណានិគមទៅលើប្រទេសផ្សេងជនជាតិសៀមនិងជនជាតិខ្មែរស្ទើរតែមិនអាចបែងចែកដាច់ថាមួយណាជាមួយណានោះទេនៅពេលដែលបារាំងចាប់ផ្ដើមដាក់អាណាព្យាបាលមកលើប្រទេសខ្មែរបារាំងក៏ចាប់ផ្ដើមធ្វើការសិក្សានិងទាមទារយកទឹកដីទាំងឡាយណាដែលមានប្រជាជនខ្មែររស់នៅដូច្នេះបើសិនជាសៀមមិនព្រមកែប្រែរូបភាពអរិយធម៌និងទំនៀមទម្លាប់នៃការរស់នៅរវាងសៀមនិងខ្មែរបែងចែកឲ្យដាច់នោះទេនោះបារាំងច្បាស់ជាយកលេសដើម្បីទាញយកទឹកដីផ្សេងតាមរយៈប្រជាជនខ្មែរដែលអនុវត្តនៅទំនៀមទម្លាប់រស់នៅរបស់ខ្មែរសូមអរគុណចំពោះការទស្សនាបើមានកន្លែងខុសឆ្គងសូមមេត្តាអភ័យទោសដល់ខ្ញុំផងសូមអរគុណ